ហដ្ឋានរបស់លោកគ្រូនាមរិននិងអ្នកស្រីសូភីនៅភូមិភ្នរែងដែលចាត់តាំងបុណ្យកឋិនទានត្រៀមរៀបចំដង្ហែទៅកាន់វត្តសាកលគិរីកោះកេយគ្រូរាំងដើម្បីវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រៃមាឃ3កិច្ចប្រព្រឹត្តទៅហូរហែទៅតាមពុទ្ធបកប្រវេណីតាំងពីថ្ងៃម្សិល14កើតខែក្រដិករហូតមកទល់ថ្ងៃ15កើតថ្ងៃត្រង់ខែក្រដិតបុណ្យកឋិនទានរបស់លោកគ្រូនាមរិននិងអ្នកស្រីសុភីសុណមត្ថាបញ្ចប់ដោយបរិបូរណ៍នៅគេហដ្ឋានរបស់លោកគ្រូនាមរិននិងអ្នកស្រីសូភីនៅភូមិផ្ដៅរាំងបានតាក់ទាញប្រជាបរិស័ទយ៉ាងច្រើនទាំងក្នុងនិងក្រៅស្រុកមកចូលរួមប្រាស្រ័យយ៉ាងកកកជាពិសេសពួកប្អូនស្រីយុវវ័យខ្មែរអ្នកណាក៏ដោយសឹងចង់បានស្លៀកពាក់តាមបែបប្រពៃណីខ្មែរបានទួស្លាធរឬអុបាច់ផ្កាដង្ហែដង្ហោមទៅកាន់វត្តអារាមជាទីសក្ការៈត្រឹមជាមោទនភាពរបស់សម័យម្ចាស់បុណ្យទេគឺជាមោទនភាពរួមរបស់ភូមិស្រុកជាទូទៅប្រជាបរិស័ទក្រោយពីចូលរួមកុសលតិចច្រើនទៅតាមសមត្ថភាពគេសឹងមានបំណងចង់ឲ្យកូនចៅទោះប្រុសឬស្រីក្តីបានតុបតែងខ្លួនដោយសម្លៀកបំពាក់ប្រវេណីខ្មែរបានទូលស្លាធម៌ឬអោបាច់ផ្កាដង្ហែដង្ហំទៅកាន់វត្តអារាមរួមចំណែកក្នុងការអភិរក្សវប្បធម៌ទំនៀមទម្លាប់ប្រកបដោយអត្តសញ្ញាណជាតិ
បុណ្យកឋិនទានជាទិវាជួបជុំគឺជាឱកាសបានបង្ហាញពីសម្រស់ពូផង់ពីម៉ូដស្លៀកពាក់តាមបែបខ្មែរនិងស្ដែងឡើងពីទឹកចិត្តគោរពស្រឡាញ់បុណ្យទានទំនៀមទម្លាប់ដ៏ខ្ពស់ប្រសើរដែលដូនតាបន្សល់ទុកមកមានភាពរីកចម្រើនមកទល់សព្វថ្ងៃអង្គកឋិនក៏បានចេញចាក់ពីគេហដ្ឋានរបស់លោកគ្រូនាមរិននិងអ្នកស្រីសូភីឆ្ពោះទៅកាន់វត្តសកលគិរីកោះកាយភ្នំរាំងក្រោមពន្លឺព្រះអាទិត្យខែក្លិតជិតជ្រៀងជ្រែក្បួនហាយដូចខែនាទីឃាដឺដែលរីកស្រក់ចម្រុះផ្កាសាយក្លិនក្រអូបឈ្ងុយឆ្ងប់ដោយលំអងបុប្ផាផ្កាតារុណវ័យពេញទៅដោយជ្រះថ្លាចំពោះសច្ចធម៌ព្រះពុទ្ធសាសនាដោយព្រះចិនថ្លៃរាត្រីពេញបូរមីខែក្លិតដែលយើងគេទាំងឡាយប្រឈមទៅកាន់ព្រះចន្ទ្រាដ៏ភ្លឺថ្លាថ្ងៃបុណ្យអកអំបុកសំពះព្រះខែជាប្រវេណីក្តីប្រាថ្នាបានស្លៀកពាក់សម្លៀកបំពាក់ខ្មែរតាមបែបប្រពៃណីបានคล้ายជាការពិតមិនត្រឹមបង្ហាញពីសម្រស់ធម្មជាតិរបស់ស្ត្រីខ្មែរក្នុងរដូវបុណ្យកឋិនទានទេគឺចង់បង្អួតប្រាប់សហគមន៍ជាទូទៅពីសិល្បៈក្នុងការតុបតែងស្លៀកពាក់ពីសម្រស់ស្រស់ស្អាតរបស់ស្ត្រីខ្មែរក្នុងទិវាបុណ្យទានទំនៀមទម្លាប់ដ៏សែនមនោរម្យបន្ទុំទៅដោយទឹកចិត្តជ្រះថ្លាចំពោះមាគ៌ាព្រះពុទ្ធសាសនាដ៏ភ្លឺស្វាងរដូវបុណ្យកឋិនទាននៅវត្តសាគរគិរីកោះកេយភ្នំរាំងមានសភាពឧឡារិកអាធិកអាធមខុសពីថ្ងៃធម្មតាថ្ងៃនេះប្រជាបរិស័ទប្រុសស្រីចាស់ក្មេងតែងក្រៃនឹងចំណុះជើងវត្តមកមួលផ្ដុំគ្នាយ៉ាងច្រើនកកកដើម្បីរងចាំទទួលស្វាគមន៍អបអរសាទរអង្គកឋិននានាដង្ហែដង្ហំមកកាន់វត្ត
ក្នុងនោះមានក្បួនអង្គកឋិនរបស់លោកគ្រូនីម៉ារិននិងអ្នកស្រីសូភីនៅភូមិភ្នៅរាំងដែរវត្តសាកោគិរេកោះកេយភ្នរាំងក្រៅពីអារាមដ្ឋានគោរពបូជាព្រះពុទ្ធសាសនាក៏ចាត់ទុកជាមជ្ឈមណ្ឌលវប្បធម៌មិនត្រឹមតែចិត្តប្រជាបរិស័ទចូលរួមអបអរសាទរបុណ្យកឋិនទាននោះទេគេនៅបានទស្សនាសិល្បៈរបាំបុរាណខ្មែរមានរបាំយក្សស្វារបាំឆៃយ៉ាំជាដំនិងបានចូលរួមច្រៀងរាំសប្បាយនៃទិវាវប្បធម៌ដ៏សែនមនោរម្យនៃថ្ងៃបុណ្យអកអំបុកសំពះព្រះខែជាប្រពៃណីបរិរសសឹមច្រៀងច្រេបង្ចាំងកាំរស្មីដ៏ស្រទន់គ្របដណ្ដប់លើផ្ទៃវត្តភ្នៅរាំងក្បួនដង្ហែអង្គកឋិនទានពីភូមិស្រុកនានាក្នុងនោះមានក្បួនអង្គកឋិនរបស់លោកគ្រូនីមរិននិងអ្នកស្រីសូភីនៅភូមិភ្នៅរាំងបានចូលមកកាន់វត្តក្រោយពីបំពេញបុណ្យកិច្ចក្នុងអាវាវត្តទៅតាមប្រវេណីក្បួនកឋិនក៏បានហែហោមប្រទក្សិណជុំវិញព្រះវិហារក្រោមសួរស័ព្ទជ័យខុកអបអរសាទររបស់ប្រជាបរិស័ទគ្រប់ទិសទី
ដោយសឹងមានក្តីមោទនៈកាលបើឃើញកូនចៅកូនប្អូនរបស់ខ្លួនស្លៀកពាក់តាមបែបប្រវេណីខ្មែរយ៉ាងស្រស់ស្អាតបានទូស្លាធរដៃអូបាច់ផ្កាហើយហោមអមដំណើរអង្គកឋិនចូលទៅកាន់ព្រះវិហារដើម្បីវេប្រគេនព្រះរតនត្រ័យរួមចំណែកទៅតាមកម្លាំងសទ្ធារួមចំណែកក្នុងការកសាងវត្តអារាមជាគ្រឹះធាវប្បធម៌ស្មារតីឲ្យស្ថិតស្ថេរគង់វង្ស10000ឆ្នាំ